សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ channel នៃមីថ្ងៃនេះខ្ញុំប្រាប់អ្នកគ្នាពីរបៀបដាក់ mod នៅក្នុង Mojo Launcher ណែអ្នកគ្នាបាទចឹងដោយសារតែគ្នាយើងនៅអ្នកខ្លះចេះដាក់ mod ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់អ្នកគ្នាខ្លីៗលឿនអត់ញញ៉ៃទេហើយណែអ្នកគ្នាចឹងគេថាជាហ៊ានដំបងត្រូវធ្វើអ្នកគ្នាត្រូវមាន mod បាទចឹង mod គឺអ្នកគ្នាយកពីក្រុមខ្ញុំបានដោយសារតែខ្ញុំធ្លាប់តម្លាក់អីចឹងអ្នកគ្នាគ្រាន់តែចុចលើ profile ហើយចុច file លើអ្នកគ្នានឹងឃើញហើយចឹងគេថាបើសិនអ្នកគ្នានៅតែមិនយល់អ្នកគ្នាអាចធ្វើការ comment នៅខាងក្រោមវីដេអូនៅបានចាំខ្ញុំប្រាប់អ្នកគ្នាចឹងណាចឹងគឺថាឬក៏អ្នកគ្នា comment នៅក្នុង Telegram ក៏បានដែរចឹងមកខ្ញុំភាគច្រើនខ្ញុំតម្លាក់ក្នុង Telegram ដោយសារតែវាងាយស្រួលលឿននៃតែម្ដងគឺអត់ដាក់ចាំបាច់ដាក់ link ញញ៉ៃចឹងណាតែគ្នាយើងណាដែលអត់មាន Telegram យើងអាចធ្វើការប្រើប្រាស់វា down វាទៅហ្នឹងហើយដោយសារតែ Telegram យើងត្រូវការប្រើចឹងគេថាខ្ញុំស្រួលតម្លាក់ file ក្នុង Telegram ជាជាងតម្លាក់តាម link ហ្នឹងណាអ្នកគ្នាឥឡូវអ្នកគ្នាត្រូវមាន mod មួយចឹងឥឡូវខ្ញុំឧទាហរណ៍ណាអានេះគឺជា version បន្ទាប់ពី Minecraft គេ update ណាអ្នកគ្នាអញ្ចឹងគឺវាជា version 26.1 អញ្ចឹងអ្នកគ្នាចុចលើវាមកចុច view ហើយអ្នកគ្នាធ្វើការចុចលើអាហ្នឹងទៀតហើយអ្នកគ្នានឹងឃើញជាមួយនឹង mod config ឬក៏ shader page ឬក៏ option អីចឹងទៅអញ្ចឹងអ្នកគ្នាឃើញតែពាក្យ mod មួយយកតែ mod មួយមកហ្នឹងហើយនិយាយទៅគឺឃើញមួយណា copy អាមួយនោះមកអស់មកហ្នឹងហើយឃើញជាអ្នកគ្នាឃើញប៉ុណ្ណឹងអ្នកគ្នា copy វាមកអស់មកហ្នឹងហើយប៉ះលើវាមកប៉ះឡៃនេះប៉ះឡៃហ្នឹងប៉ះអស់មកហើយបន្តមកទៀតអ្នកគ្នាចុចអានេះចុចហ្នឹងក៏បានសកត់ក៏បានដែរឥឡូវចុចលើអានេះហើយអ្នកគ្នាធ្វើការចុច copy ហើយបន្តមកអ្នកគ្នាធ្វើការចុចនេះមកនេះចុចកន្លែងនេះហ្នឹងហើយចុចលើនេះចុចលើនេះបន្តចុចនេះហ្នឹងហើយហើយណែអ្នកគ្នាមើលមួយអ្នកគ្នាបាទអញ្ចឹងបន្តមកអ្នកគ្នាធ្វើការ scroll ទៅរកពាក្យថា game នេះ game ហ្នឹងហើយ GAMES អញ្ចឹងអ្នកគ្នារកវាឃើញអ្នកគ្នាអាចធ្វើការ search បានហ្នឹងហើយបន្តមកអ្នកគ្នាចូលទៅកាន់ពាក្យថា Mojo Launcher ហើយបន្តមកអ្នកគ្នាធ្វើការចូលទៅកាន់នេះបាទគឺអាចចូល Minecraft ទេដោយសារតែយើងលេងលើ Mojo Launcher ចឹងការលេងការដាក់ mod របស់យើងក៏វាខុសពី Mojo ដែរអ្នកគ្នាចេះអ្នកគ្នាចូលទៅកាន់ពាក្យថា instance ហើយបន្តអ្នកគ្នាធ្វើការរកជាមួយនឹងនេះមកណៃគឺ version អ្នកគ្នាចង់ដាក់មកចឹងខ្ញុំមើល version វាអានេះ 1.20 1.11 ហើយអានេះគឺជា fabric 1.14 ហើយអានេះគឺជា fabric ដែរវា version 26.1 អញ្ចឹងអ្នកនេះមើលអាលេខកដាលនេះហ្នឹងហើយខ្ញុំមើលអាលេខកដានេះមិនមែនមើលអាលេខញញ៉ៃនេះទេញញ៉ៃមែនតើចឹងអ្នកនេះមកនេះអាកន្លែងខ្ញុំអូសពីលើចុះមកក្រោមហ្នឹងលេខកន្លែងនេះខ្ញុំមើលចឹងអ្នកនេះប៉ះលើអានេះមកដោយសារតែខ្ញុំប្រើ version 26.1 ហើយបន្តមកទៀតអ្នកនេះធ្វើការចុចនេះអ្នកនេះមើលក្រោមមើលនៅក្រោមចានេះហ្នឹងហើយបន្តផាសវីដេអូមកហើយដោយសារតែខ្ញុំបានដាក់ mod នឹងរួចហើយអញ្ចឹងវាច្បាស់ជា load មកបែបនេះហើយអញ្ចឹងខ្ញុំសូមចុច cancel ចោលវិញបើអ្នកគ្នាអត់តន់ដាក់ mod ទេអ្នកគ្នាកុំ cancel ដូចខ្ញុំអ្នកគ្នាធ្វើការចុចអញ្ចឹងហើយវានឹងដើរហើយអញ្ចឹងអ្នកគ្នានឹងបានដាក់ mod ចូលតែម្ដងហើយដល់អ្នកគ្នាដោយសារតែ mod ខ្ញុំគឺរួចរាល់នឹងបានដាក់ហើយអញ្ចឹងគឺខ្ញុំអត់ដាក់ទេដោយសារតែយ៉ាព្រោះថាខ្ញុំ mod ខ្លះខ្ញុំបានដកចេញអញ្ចឹងហើយបើខ្ញុំដាក់ចូលវិញគឺវានឹងញ៉ៃទៀតហើយដល់អ្នកគ្នាអញ្ចឹងគឺថា mod មានតែប៉ុណ្្នឹងហើយរបៀបដាក់បាទបាយ